គេថាពួកយេស៊ូវមិនគោរពឪពុកម្ដាយជឿព្រះយេស៊ូវគេអត់ឲ្យគោរពឪពុកម្ដាយតែខ្ញុំឮច្រើនមែនទែនពាក្យហ្នឹងប៉ុន្តែពេលដែលខ្ញុំអានព្រះគម្ពីរអត់ដែលឃើញពាក្យហ្នឹងផងអត់ដែលឃើញថាព្រះយេស៊ូវផ្ដាំថាចូលជេរបចោលម៉ែឪអត់ដែលឮទេចូលបោះបង់ឪពុកម្ដាយចាស់ចោលទៅកុំគិតពីគាត់ព្រះគម្ពីរអត់និយាយចឹងទេអញ្ចឹងមានន័យថាពាក្យដែលខ្ញុំឮគឺជាព័ត៌មានមិនពិតទេព័ត៌មានអត់ពិតការគោរពឪពុកម្ដាយគឺជាបំណងមហត្ថីរបស់ព្រះជាម្ចាស់និងជាបញ្ជាអរលោកអ្នកបងប្អូនយើងអាចក្លាយជាបរិសុទ្ធឬជាស្ត្រីរបស់ព្រះជាម្ចាស់តាមរយៈការរស់នៅគោរពឪពុកម្ដាយយើងមិនថាគាត់ជាមនុស្សយ៉ាងម៉េចទេយើងអាចក្លាយជាបរិសុទ្ធជាស្ត្រីរបស់ព្រះជាម្ចាស់ដោយការរស់នៅគោរពស្រឡាញ់ឪពុកម្ដាយរបស់យើងហើយការដែលគោរពព្រះជាម្ចាស់គឺតាមរយៈការគោរពឪពុកម្ដាយរបស់យើងអេមែនអត់ព្រះគម្ពីរអត់បាននិយាយឲ្យយើងមើងងាយឲ្យយើងបោះបង់ចោលឪពុកម្ដាយទេប៉ុន្តែគឺជាបញ្ជារបស់ព្រះជាម្ចាស់ព្រះបន្ទូលព្រះអង្គថាចូលគោរពប្រតិបត្តិដល់មាតាបិតាខ្លួន